តដាលេងកប៉ោលើកនេះគឺចាយអស់ទៅ50ជាងតិចតួចទេហើយដើរនឹងគឺបានពីថ្ងៃប្រយុទ្ធកន្លែងនៅកប៉ោដែលញ៉ាំនឹងគឺខ្ញុំទៅតាមគេ review ដែរទេទៅកប៉ោលើកនេះនឹងគេហៅដើរលេងមកក៏ដើរញ៉ាំនេះនិយាយទៅច្រើនកន្លែងមែនតើហើយបើញ៉ាំវិញគឺញ៉ាំលាយគ្នាទាំងអស់ហ្មងនិយាយទៅគឺ research ឃើញនៅកន្លែងណាគឺទៅញ៉ាំនៅកន្លែងហ្នឹងហ្មងនៅកប៉ោសម្រាប់បាចិត្តដែលខ្ញុំនិយាយថាចៃពីថ្ងៃប្រយុទ្ធហ្នឹងគឺអស់50ជាងតិចតួចហ្នឹងគឺខ្ញុំបូកទាំងថ្លៃសបត់ឡានទៅមកជាមួយនឹងកន្លែងគេងដូចឡានដែលខ្ញុំជិះហ្នឹងគឺទាំងទៅទាំងមកហ្នឹងហ្មងគឺអស់តែ9នាទីទេបើកន្លែងគេងនេះវិញក៏ធូរទៀតគឺប្រយុទ្ធហ្នឹងតែ19នាទីទេបើទីតាំងក៏ងាយស្រួលដែរទៅចិត្តមកមូតរ៉េនហ្នឹងហ្មងបើដើរលេងហើយដើរញ៉ាំច្រើនកន្លែងទៀតគឺកុំភ្លេចអសោះហ្មងគឺយកស្មាតាតាមខ្លួនផងដូចខ្ញុំនេះអញ្ចឹងគឺខ្ញុំដើរលេងហ្នឹងគឺដល់តែញ៉ាំច្រើនកន្លែងហើយដល់ពេលអញ្ចឹងទៅគឺយកស្មាតាតាមខ្លួនអញ្ចឹងគឺថ្នាំព្យាបាលហៀហ្មងបើសិនជាយើងដើរលេងញ៉ាំច្រើនអញ្ចឹងទៅយើងដឹងថាញ៉ាំមួយណាល្អមើលក៏អត់ទេដល់ពេលអញ្ចឹងទៅយកមកសកូអញ្ចឹងគ្រាន់តែស្មាតាណាតតែយើងហៀមកយើងញ៉ាំបានបើសិនជាញ៉ាំគឺត្រូវតែញ៉ាំឲ្យគ្រប់ដូសរបស់គេហ្នឹងហ្មងគឺមួយថ្ងៃ3ដងញ៉ាំរយៈពេល3ថ្ងៃគឺម្ដងមកកញ្ចប់សម្រាប់ណាគេអត់ដឹងទេគឺស្មាតាហ្នឹងគឺផលិតផលរបស់បារាំងចំអញ្ចឹងទៅសម្រាប់កូនខ្មែរអាយុ2ឆ្នាំឡើងគឺអាចញ៉ាំបានហើយបន្ទាប់ពីរៀបចំហើយដំបូងគេនេះវិញគឺខ្ញុំកក់ស្បត់ឡានតាម app Airbus ពីក្រុមហ៊ុន Kim Seng Express យកទៅកក់ហ្នឹងគឺស្បត់ទៅ4នាទីមកវិញ5នាទីជាងតិចតួចទេបន្តមកទៀតគឺកន្លែងគេងនៅកប៉ោតគឺខ្ញុំកក់មកយប់នេះវិញគឺតែ19នាទីជាងទេខ្ញុំ booking ហ្នឹងគឺតាម app Agoda អញ្ចឹងគឺរបស់គេនៅមាន book តាក់ book អីទៀតដល់ពេល book ហើយអញ្ចឹងទៅគឺតម្លៃអស់21ជាងតិចតួចទៅដល់ហ្នឹងគឺកន្លែងគេងរបស់គេហ្នឹងគឺបន្ទប់ស្អាតហើយ clean ហ្មងហើយមានទាំងអាហារហើយទឹកទៀតជាមួយនឹងទឹកដើរទឹកត្រជាក់ដែរអញ្ចឹងបន្ទាប់ពី check in ហើយហ្នឹងក៏ទៅរើបាយផឹកនៅកន្លែងគាត់នេះគឺខ្ញុំស្គាល់តាមគេ review ដែរទេនៅកន្លែងគាត់ហ្នឹងគឺមានលក់បាយផាត់ក្តាមខ្ញុំឃើញគេផុសនៅកន្លែងគាត់ហ្នឹងគឺមើលតំណងមែនគ្រាន់តែខ្ញុំទៅដល់ហ្នឹងគឺអស់លេងហ្មងអញ្ចឹងនៅសល់តែមួយហ្នឹងទេក៏ញ៉ាំហ្មងទៅប៉ុន្តែហូជីក៏ឆ្ងាញ់មួយយ៉ាងដែរអញ្ចឹងហើយបើតម្លៃវិញគឺមួយចានហ្នឹងហ្មងអស់8000បន្ទាប់មកក៏ទៅកន្លែងគេសម្រាប់ plate ហើយដល់ល្ងាចឡើងវិញគឺមកសាក់ burger កន្លែងគាត់នេះកន្លែង burger ហ្នឹងគឺនៅជិតនឹង Starbucks កប៉ោហ្នឹងហ្មងទៅឃើញគេ review តំណងអញ្ចឹងសម្រាប់តម្លៃវិញឯនឹងថាខ្ពស់តិចទៅ burger មួយហ្នឹងគឺមានតាមឈុតខ្លះ5មេឈុតខ្លះ10ពីអញ្ចឹងទៅដូចមួយចាននេះអញ្ចឹងគឺខ្ញុំកំងមកហ្នឹងតម្លៃ10ពីហើយបើតឡូនឈីហ្នឹងគឺតម្លៃផ្សេងគ្នាទេបន្ទាប់ពីញ៉ាំហើយហ្នឹងក៏មកសាក់ក្រែមម្រេចម្ដងអញ្ចឹងនៅកន្លែងគាត់ហ្នឹងគឺនៅកំពតផាយហ្នឹងហ្មងរបស់គេមានពីររសជាតិគឺក្រែមម្រេចធម្មតាជាមួយនឹងមួយទៀតហ្នឹងគឺកាហ្វេម្រេចបើតម្លៃវិញគឺនៅខាងគាត់ហ្នឹងហ្មងលក់មកស្គប់មករៀលបន្ទាប់ពីញ៉ាំហើយក៏ដើរមកកន្លែងនេះទិញទឹកផ្លែឈើផឹកនៅកន្លែងគាត់ហ្នឹងបន្ទាប់ពីកំងហើយអញ្ចឹងគឺគាត់កិនមកសសហ្មងទាំងទឹកផ្លែឈើទាំងបន្លែកំងហើយក៏ទៅកន្លែងគេងវិញហើយនេះវិញគឺជាថ្ងៃទី2ផឹកឡើងនេះក៏ទៅញ៉ាំបាយផឹកនៅបាយ BE ម៉ៃបន្ទាប់ពីញ៉ាំហើយអញ្ចឹងក៏ឈានចូលផ្សារកពតផ្លែអញ្ចឹងនៅកន្លែងគាត់ហ្នឹងគឺសបោលូតនោះមែនតែនហ្មងហើយបើតម្លៃវិញក៏ធូរទៅមានច្រើនដូចមកផ្អមនេះអញ្ចឹងគឺតម្លៃ5000អញ្ចឹងហើយមាន5ដើមនិយាយទៅហូជាឆ្ងាញ់